ម៉ែអូនមេបាយឆ្អឹងជំនីជ្រូកខ្ញុំធ្វើចិនហើយនាំគ្នាញ៉ាំមុនទៅខ្ញុំមានការប្រញាប់ត្រូវចេញក្រៅមួយផ្លែតឈប់សិនមានរឿងអីកូនប្រសាទោះមេក្រឡុំក៏ត្រូវញ៉ាំបាយសិនដែរមានរឿងអីប្រញាប់ម្លេះមិញនេះប៉ាខុលមកថាជំងឺបេះដូងរបស់ម៉ែធ្វើទុកទៀតហើយពេលនេះគេបញ្ចូលទៅបន្ទប់សង្គ្រោះបន្ទាន់ហើយចំណែកបងប្រុសខ្ញុំទាំងពីរមួយថានៅខេត្តមួយទៀតអត់លើកទូរស័ព្ទគ្មានអ្នកណាចេញមុខបងថ្លៃពេទ្យសោះខ្ញុំពិតជាបារម្ភណាស់ខ្ញុំត្រូវតែទៅមើលគាត់បងថ្លៃមីងចូលលេខគេហើយបងប្រញាប់ទៅភ្លាមទៅចុះបងយកកំប៉ុងម្សៅទឹកដោះគោចាស់ជិតផុតកំណត់នេះទៅធ្វើអីម៉ែខ្ញុំឈឺគាត់ត្រូវការជីវជាតិបំពន់ខ្ញុំឃើញម្សៅទឹកដោះគោនេះទុកចោលយូរហើយគ្មានអ្នកណាផឹកក៏គិតថាយកទៅឲ្យគាត់ផឹកទៅទុកជាទឹកចិត្តកូនបន្តិចបន្តួចអត់បានទេបើឯងយកកំសៅទឹកដោះគោនេះទៅចុះយប់ឡើងម៉ែផឹកអីឆាប់យកទៅទុកកន្លែងដើមវិញភ្លាមចាស់ម៉ែបើម៉ែចង់ទុកផឹកខ្ញុំមិនយកទេអញ្ចឹងខ្ញុំសុំទៅឈប់សិនថ្នាំបញ្ចុះឈាមដែលម៉ែធ្លាប់លេបអស់ហើយឯងចុះទៅក្រោមជួយទិញថ្នាំនៅកែងផ្លូវឲ្យម៉ែពីប្រអប់សិនចាំចេញទៅម៉ែថ្នាំនឹងខ្ញុំទើបទិញឲ្យម៉ែកាលពីម្សិលមិញសម្រាប់លេបពេញមួយខែមិនក៏ឆាប់អស់ម្លេះឯងសួរច្រើនម្លេះរាងកាយម៉ែដឹងហើយប្រើឲ្យទៅទិញក៏ឆាប់ទៅចាស់ម៉ែខ្ញុំនឹងប្រញាប់ទិញឲ្យម៉ែភ្លាមម៉ែថ្ងៃនេះម៉ែឯងមិនក៏ចិត្តខ្មៅម្លេះម្ដាយបង្កើតបងថ្លៃកំពុងសង្គ្រោះបន្ទាន់ណាម៉ែឯងនៅស្ដាយម្សៅទឹកដោះគោចាស់នឹងទៀតហើយថែមទាំងប្រើគាត់ឲ្យទៅទិញថ្នាំទៀតក្មេងដឹងអីឯងរឿងមនុស្សចាស់ក្មេងកុំចេះយកអសឡានទៅបើកទៅផ្សារទំនើបដែលធំបំផុតក្នុងក្រុងភ្លាមទៅរើសរកទិញរបស់ល្អយិនសិននិងសម្បុកត្រចៀកកម្មដែលថ្លៃបំផុតមករើសយកតែរបស់ណាដែលល្អសម្រាប់អ្នកទើបវះកាត់ធំបើលុយមិនគ្រប់កូតកាត់មួយនេះទៅបើទិញបានរបស់មិនល្អមិនបាច់ត្រឡប់មកវិញទេអូយម៉ែផ្ទះយើងមានអ្នកណាឈឺបានជាត្រូវពលរបស់ថ្លៃកំពុងគិតអីហ្នឹងគុំសួរច្រើនប្រាប់ឲ្យទៅក៏ទៅហើយឥឡូវខទៅអាបងប្រុសចង្រៃរបស់អញភ្លាមប្រាប់វាឲ្យត្រឡប់មកផ្ទះវិញក្នុងរយៈពេល20នាទីម៉ែមានរឿងអីបន្ទាន់ម្លេះខ្ញុំកំពុងនិយាយការងារធំជាមួយភ្ញៀវណាម៉ែឯងខលមកតឹងដូចទាជីវិតអញ្ចឹងម្ដាយក្មេកឯងចូលលេខហើយជីវិតកំពុងសង្ឃឹមលើហស័យសក់ដឹងអត់ស្មានតែរឿងអីសោះខ្ញុំដឹងហើយឡានឆាត់មកយំឡើងយូរហើយមានរឿងអីធំដុំទៅគាត់មិនមែនទៅតែធ្វើពុតជាឈឺទាលុយលើកទី1ឯណាក៏ទៅរកគ្រូពេទ្យទៅពេទ្យមានច្រើនណាស់រកខ្ញុំធ្វើអីខ្ញុំចេះវះកាត់ឯណារឿងមានប៉ុណ្ណឹងសោះម្ដាយគេចូលដេកក្នុងបន្ទប់អេគេសុកទុយយកពេញខ្លួនហើយសំបីតែទូរស័ព្ទសួរសុខទុក្ខមួយម៉ាត់ក៏គ្មានចេញពីធ្វើការក៏មិនប្រញាប់មកផ្ទះដើម្បីពិភាក្សារកលុយបងថ្លៃពេទ្យពិភាក្សាស្អីខ្ញុំនិយាយដាច់ចំណុចហើយណារឿងខាងម្ដាយគេខ្ញុំមិនចេញមួយរៀលទេបងប្រុសបង្កើតគេទាំងពីរជិះឡានបែមតែធ្វើខ្លួនដូចអណ្ដាតបារដងចេះតែឲ្យគ្រួសារយើងចេញមុខល្ងងមែនខ្ញុំមិនបានជំពាក់គ្រួសារគេទេម្យ៉ាងទៀតកូនស្រីរៀបការរួចដូចទឹកចាក់ចោលនេះឲ្យតែមានរឿងបន្តិចរត់ទៅខាងផ្ទះម្ដាយរហូតហើយទាមទារឲ្យខ្ញុំទៅតាមបម្រើទៀតឯងជាប្តីរបស់ឡានណា